ហេតុអ្វីបានជាត្រីទាំងនេះហែលមករោមជើងយិនភ្លាមៗពេលយើងដាក់ជើងចូលទឹក Fish spa ទាំងនេះប្រើប្រាស់ត្រីដែលមានឈ្មោះថាត្រីដុកទ័រឬ Gararufa ឲ្យវាវ៉ារោមស៊ីកោសិកាស្បែកដែលងាប់ដើម្បីបង្កើនភាពបន្ធូរអារម្មណ៍និងធ្វើឲ្យស្បែកមើលទៅស្អាតជាងមុនហេតុផលពិតនៅពីក្រោយការស៊ីស្បែកតាមពិតទៅត្រីទាំងនេះមិនបានស៊ីកោសិកាស្បែករបស់មនុស្សឬសត្វផ្សេងទៀតតាំងពីដើមមកទេទីកន្លែងកំណើតរបស់ត្រីដុកទ័រគឺនៅតំបន់មជ្ឈិមបូព៌ាហើយពួកវាច្រើនរស់នៅតាមអូរឬបឹងទឹកក្តៅដែលជាតំបន់ដែលមិនសូវមានចំណីអាហារដូច្នេះហើយទម្លាប់របស់ត្រីដុកទ័រគឺហែលរកប្រភពអាហារភ្លាមៗនៅពេលដែលពួកវាឃើញអាហារពិតប្រាកដនោះគឺសាកសពរុក្ខជាតិនិងសត្វប៉ុន្តែនៅទូត្រីស្ប៉ាពួកគេមិនបានផ្ដល់ចំណីអាហារដល់ត្រីទាំងនោះទេដូច្នេះវាមិនចម្លែកទេដែលត្រីទាំងនោះមករោមស៊ីស្បែកដើម្បីស៊ីកោសិកាស្បែកដែលមានប្រូតេអ៊ីនវាជាការពិតដែលត្រីដុកទ័រជួយស៊ីកោសិកាស្បែកដែលងាប់រហូតធ្វើឲ្យស្បែកយើងស្អាតជាងមុនប៉ុន្តែស្ប៉ាទាំងនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើនរួចទៅហើយដោយសារតែវាមានហានិភ័យក្នុងការចម្លងមេរោគតាមរយៈស្បែកបាន